តលយៈភាពនៃជីវិតគ្រប់ពុទ្ធជនដែលមិនបានស្ដាប់នៅធម៌របស់ព្រះអរិយមិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេថែមទាំងមានសេចក្តីវង្វេងភ្លេចភ្លាំងស្មារតីដោយហេតុច្រើនយ៉ាងទៀតវង្វេងព្រោះទ្រព្យសម្បត្តិព្រោះតែទ្រព្យធ្វើឲ្យមនុស្សលោកដាច់សិលទាំងស្រស់រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯងហើយមើលងាយមើលថោកដល់អ្នកក្រខ្សត់ទ្រព្យសម្បត្តិទៀតផងវង្វេងព្រោះយុស័កធ្វើឲ្យមនុស្សខ្លះមានវិន័យកាន់តែខ្លាំងឡើងអាចធ្វើឲ្យលែងចេះគោរពអោនលំទោនចំពោះមាតាបិតាចាស់ព្រឹទ្ធាចារ្យនិងអ្នកដែលចម្រើនដោយគុណមានសិលគុណជាដើមវង្វេងព្រោះចំណេះដឹងការមានចំណេះដឹងមិនមែនជារឿងអាក្រក់ទេតែបើយកទៅប្រើប្រាស់មិនល្អវាក៏អាចសម្លាប់ម្ចាស់របស់វាបានដែរដូចជាអ្នកដែលបានសិក្សាវិជ្ជាផ្លូវលោកខ្ពង់ខ្ពស់មួយចំនួនតែមានការប៉ាន់ស្មានគុណភាពរបស់ព្រះពុទ្ធសាសនាតាមរយៈពុទ្ធសាសនិកដែលមានកម្រិតវប្បធម៌ទាបហើយក៏គិតថាក្នុងព្រះពុទ្ធសាសនាមិនមានអ្វីពិសេសជាងចំណេះដឹងដែលខ្លួនមានឡើយគំនិតបែបនេះធ្វើឲ្យបុគ្គលទាំងនោះកាន់តែឃ្លាតឆ្ងាយពីធម៌របស់ព្រះសម្មាសម្ពុទ្ធរហូតធ្វើឲ្យគេคล้ายទៅជាមនុស្សមិច្ឆាទិដ្ឋិព្រោះតែចំណេះដឹងនោះក៏សឹងមានវង្វេងព្រោះរូបសម្បត្តិព្រោះតែរូបសម្បត្តិល្អធ្វើឲ្យមនុស្សមានការរើសអើងដល់អ្នកដែលមានរូបសម្បត្តិមិនល្អព្រោះមនុស្សចូលចិត្តមើលតែសម្បកខាងក្រៅតែបើគេបានពិនិត្យទៅដល់ផ្នែកខាងក្នុងនៃរូបរាងកាយគេនឹងឃើញច្បាស់ថាគ្រប់មនុស្សទាំងអស់សុទ្ធតែស្ពាយថង់ម៉ូតថង់លាមកត្រាច់ទៅដូចគ្នាវង្វេងព្រោះគ្នាព្រោះតែបពពួកធ្វើឲ្យមនុស្សមានការប្រមាថមិនព្រមប្រព្រឹត្តព្រហ្មចរិយធម៌មានទានសិលជាដើមក្នុងគំនិតរបស់គេហាក់បីដូចជាគិតថាពេលធ្វើដំណើរទៅកាន់បរលោកបពពួកនឹងគ្នាទាំងអស់នោះទៅទទួលរងទុក្ខជំនួសអីចឹងឯងសរុបសេចក្តីគឺថាសត្វលោកនេះតែងតែមានការពឹងផ្អែកទៅលើអ្វីដែលខ្លួនមានហើយមានសេចក្តីប្រៀបធៀបនឹងអ្នកដទៃបើឃើញថាខ្លួនមានអ្វីពិសេសជាងគេក៏ត្រេកអរនឹងចូលបានចិត្តហើយបើឃើញថាខ្លួនអន់ជាងអ្នកដទៃក៏មានសេចក្តីខកចិត្តនិងរំខានផ្លូវចិត្តតាមពិតសត្វលោកទាំងអស់ទាំងសត្វនៅក្នុងអបាយភូមិនិងសត្វនៅក្នុងសុគតិភូមិទាំងអ្នកមាននិងអ្នកក្រទាំងបុគ្គលពាលនិងបុគ្គលជាបណ្ឌិតតែមានសេចក្តីសុខនិងសេចក្តីទុក្ខច្រើនឬតិចមិនស្មើគ្នាតែមានសភាពស្មើគ្នាក្នុងលក្ខណៈពីរយ៉ាងគឺមានការកើតជាខាងដើមនិងមានការស្លាប់ទៅវិញជាខាងចុងនេះគឺជាតុល្យភាពនៃជីវិតរឿងរបស់ជីវិតនេះមិនខុសអំពីរឿងរបស់កុនឬល្ខោនដែលគេលេងតាមរោងឡើយមុននឹងឡើងទៅសម្ដែងសុទ្ធតែជារាសសាមញ្ញដូចគ្នាទាំងអស់มันអាចคล้ายជាស្ដេចជាអាមាត្យជាលោកសេដ្ឋីមែនតែនដោយហេតុត្រឹមតែការឡើងលើឆាកហើយស្រែកប្រកាសនាមនោះទេនៅពេលដែលរឿងល្ខោនចប់ភាពដើមយ៉ាងណាគឺនឹងคล้ายទៅជាយ៉ាងនោះវិញដដែលបើអ្នកដើរតួធ្វើជាលោកសេដ្ឋីក្នុងរឿងល្ខោនប្រកាន់ថាខ្លួនឯងជាលោកសេដ្ឋីមែនតែនខួរក្បាលរបស់អ្នកនោះពិតជាមានបញ្ហាតែបើដឹងខ្លួនថាតំណែងសេដ្ឋីនេះគ្រាន់តែជាបញ្ញត្តិក្នុងរឿងល្ខោនមិនមែនជារឿងពិតដូច្នោះអ្នកនោះចាត់ថាជាមនុស្សត្រឹមត្រូវមិនវង្វេងស្មារតីយ៉ាងណាមិញសត្វលោកយាងគ្រប់ឋានៈទាំងអស់ទីបំផុតត្រូវចាកចេញពីឆាកល្ខោនជីវិតនេះដូចគ្នាដោយបាតដៃទទេដោយឥតមានបានអ្វីសូម្បីតិចតួចអំពីបច្ចុប្បន្នភាពនេះឡើយ
កាលបើពិចារណាឃើញយ៉ាងនេះហើយគួរឬដែលនឹងប្រកាន់ថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃរហូតដល់មានការមើលងាយអ្នកដទៃដោយប្រការផ្សេងទាំងដែលខ្លួនឯងកំពុងតែប្រឈមមុខនឹងមច្ចុរាជដែរនោះធម្មជាតិណាកើតជាធម្មតាគង់ប្រែអនិច្ចាសពសកលកើតហើយរលត់អស់គ្មានសល់ព្រោះបិទជាផលនៃបច្ច័យ